ថាយល់អំពីព្រះពុទ្ធសាសនាហ្នឹងដូចជាយល់អំពីដើមពោធិ៍មួយដើមអញ្ចឹងណាញាតិញោមអញ្ចឹងយើងត្រូវយល់ថាដើមពោធិ៍មួយដើមហ្នឹងមានទម្រង់ស្លឹកមានទម្រង់មែកមានទម្រង់ដើមមានទម្រង់ឫសកែវនេះយើងនិយាយកញ្ចប់ធំ4ប៉ុណ្ណឹងចុះអញ្ចឹងទម្រង់ស្លឹកទម្រង់មែកទម្រង់ដើមទម្រង់ឫសកែវនេះ4ទម្រង់ហ្នឹងគឺជាពោធិ៍ដូចគ្នាក៏ប៉ុន្តែសភាវៈលក្ខណៈខុសគ្នាហើយទាំងអស់បូកចូលគ្នាហ្នឹងបានហៅឈ្មោះថាដើមពោធិ៍មួយដើមដើមពោធិ៍មួយដើមនេះយើងនិយាយអំពីគុណជាតិដើមពោធិ៍យ៉ាងណាមិញពាក្យទូមានព្រាមបដៅរបស់ព្រះសម្មាសម្ពុទ្ធក៏ដូចគ្នាណាមានច្រើនទម្រង់ណាញោមព្រះអង្គសម្ដែងអំពីអកុសលចិត្តកុសលកាមាវចរៈចិត្តព្រះអង្គសម្ដែងអំពីមហកតចិត្តព្រះអង្គសម្ដែងអំពីលោកុត្តរចិត្តអញ្ចឹងសួរថាបើអាត្មាក្តីញាតិញោមក្តីកណាគុណចាស់គ្រប់ព្រះអង្គក្តីហ្នឹងបានទៅសិក្សាអំពីដើមពោធិ៍ដែរតែបានតែចំណែកស្លឹកហើយយល់តែអំពីស្លឹកអត់យល់អំពីមែកដើមនិងឫសកែវពេលនោះនឹងឃើញសភាវៈធម៌ដទៃដែលជាមែកដើមឫសកែវហ្នឹងខុសពីទម្រង់ស្លឹកខ្លួនហ្នឹងក៏ប្រកាសជាបដិសេធបដិសេធអញ្ចឹងវាធ្វើឲ្យមានទំនាស់គេហៅថាអធិករហ្នឹងទំនាស់វិវាទណាវិវាទាធិករហ្នឹងគឺវិវាទទំនាស់ធម៌វិន័យទំនាស់ការយល់ដឹងអំពីព្រះធម៌អញ្ចឹងវាតកតងថាត្រូវតែសិក្សាឲ្យទូលាយណាញាតិញោមឲ្យទូលាយសូម្បីតែបើយើងនិយាយអំពីតែសមាធិធម៌មួយចុះអ្នកដែលអាចចេញទៅបរៀនទៅប្រាប់អំពីសមាធិហ្នឹងត្រូវចេះច្រើនណាមិនមែនចេះតិចតិចទេដោយត្រូវយល់ដឹងណាមិនមែនយល់ដឹងអំពីព្រះបរិយ័តតាំងពីសតិប្បដ្ឋាន4អរិយមគ្គពោធិបក្ខយៈ37ណាវិមោក3វិមោក68វិជ័យសង្ខារកាយសង្ខារចិត្តសង្ខារនិរោធសមាបត្តិញាណនិងកម្លាំងវិបស្សនាញាណ3 7 16ណាយើងត្រូវសិក្សាអានឹងទាំងអស់ឲ្យច្រើនហើយសិក្សាអំពីវិជា3វិជា8ណាចរណៈ15ជាឧបនិស្ស័យដើម្បីឲ្យយើងដឹងហើយយល់អំពីកម្មដ្ឋាន40មិនមែនយើងយល់តែមួយអញ្ចឹងទៅហើយយើងក្តោបតែមួយហ្នឹងអញ្ចឹងទៅហើយយើងចិត្តទៅទាញទៅវាធ្វើឲ្យធម៌ដែលព្រះអង្គសម្ដែងឲ្យទូលាយហ្នឹងវាទៅជាចង្អៀតអញ្ចឹងកន្លែងនេះក៏ត្រូវជួយចាប់អារម្មណ៍គ្នាព្រោះក្រែងឲ្យសាសនាយើងទៅជាចង្អៀតពាក្យថាសាសនាទៅជាចង្អៀតហ្នឹងមិនមែនដោយសារតែបាត់បង់ធម៌បាត់បង់វិន័យបាត់បង់ពុទ្ធវចនៈទេគឺដោយសារតែបុគ្គលអ្នកសិក្សាហ្នឹងមានសេចក្តីខ្ជិលច្រអូសខ្ជិលច្រអូសខ្ជិលស្ដាប់ខ្ជិលសិក្សាបន្តទៀតខ្ជិលខ្សែគប់បន្តទៀតទៅក៏ជំពាក់តែគ្រូអាចារ្យអញទាំងគ្រូអាចារ្យអញហ្នឹងបានតែមួយច្រកទូចមួយហ្នឹងបើថាកាន់ស្លឹកទៅកាន់តែស្លឹកអញ្ចឹងទៅបើកាន់មែកកាន់តែមែកអញ្ចឹងទៅបើកាន់ដើមកាន់តែដើមអញ្ចឹងទៅអញ្ចឹងអត់អាចស្គាល់អ្វីទៅជាអកុសលកាមាវចរៈកុសលកាមាវចរៈមហកតៈលោកុត្តរចិត្តអត់ហើយបើអ្នកមានបញ្ញាផ្ដោតទៅលើបញ្ញាទៅអត់ស្គាល់នៅរិទ្ធណាអត់ស្គាល់នៅរិទ្ធអញ្ចឹងដូចកម្លាំងអភិញ្ញាវិជា3វិជា8ណាអភិញ្ញា6នៅកម្លាំងចេតោសមថៈវិមុតតិបញ្ញាវិមុតតិកាយសក្ខីនេះសិតតែទាំងអស់នេះតើគ្រូអាចារ្យទាំងអស់ហ្នឹងត្រូវដឹងយល់រឿងហ្នឹងហើយទៅប្រាប់សិស្សគុណគណៈរបស់ខ្លួនហ្នឹងឲ្យប្រាប់ថាធម៌ដែលយើងកំពុងរៀននេះគឺនិស្ស័យបែបនេះដែលយើងកំពុងតែរៀននិស្ស័យស្លឹកនិស្ស័យមែកនិស្ស័យដើមឬក៏និស្ស័យឬកែវឲ្យដឹងច្បាស់អញ្ចឹងទៅក៏សិស្សដែលទំចាប់ដើមរៀនហ្នឹងគ្នាអត់មានទិដ្ឋិផ្អៀងទិដ្ឋិផ្អៀងព្រោះការសិក្សាអំពីពុទ្ធសាសនានេះសម័យនេះក៏មិនអាចមានអ្នកទៅសិក្សាអំពីព្រះពុទ្ធអស់ដែរសម័យព្រះសម័យព្រះសិរីបុត្រក៏មិនអាចដឹងនៅពុទ្ធញ្ញាណអស់ដែរក៏ប៉ុន្តែយើងអាចដឹងធម៌គោលការណ៍ក្នុងពុទ្ធសាសនាហ្នឹងគឺការទម្លាក់នៅតណ្ហារាគៈនឹងឯងណាទម្លាក់នៅទោសៈចិត្តព្យាបាទចិត្តកាមគុណ5អីជាដើមនេះទម្លាក់ការនឿយណាយចាកការប្រាថ្នាតទៀតទម្លាក់ឆន្ទរាគៈនន្តរាគៈដូចគ្នាហ្នឹងគោលការណ៍ក៏ប៉ុន្តែទម្រង់នៃពលឺនៃការត្រាស់ដឹងច្រើនទម្រង់ណាស់អញ្ចឹងគឺទាមទារឲ្យញាតិញោមពុទ្ធបរិស័ទទាំងអស់ហ្នឹងបើកចិត្តឲ្យទូលាយហើយចូលទៅអង្កេតពិនិត្យសិក្សាធម៌ណាដែលនាំឲ្យញាតិញោមបានស្ងប់រងាប់ធម៌ណាដែលនាំឲ្យញាតិញោមកើតសិលកើតសមាធិធម៌ណាដែលនាំឲ្យញាតិញោមហ្នឹងមានចិត្តទូលាយអស់បន្ទុះអស់ការប្រមាទធម៌ណាដែលធ្វើឲ្យញាតិញោមហ្នឹងអស់ការភ្ញាក់ផ្អើលរឿងរ៉ាវនៅក្នុងលោកនេះអញ្ចឹងចូលខ្សែគប់មិនថាគ្រូអាចារ្យណាក៏ដោយញោមបើកចិត្តឲ្យទូលាយព្រោះពុទ្ធសាសនាយើងអាចផ្អៀងទៅក្នុងទិដ្ឋិ
របស់សំណាក់មណ្ឌលគ្រូអាចារ្យណាមួយបានទេនៅក្នុងដំណាក់ពេលនេះព្រោះថាវាអាចផ្អៀងដោយកម្មដ្ឋានដល់40ញោមហ្នឹងហើយវាតកតនឹងវិជា3វិជា8ចាណា15តែរងថ្ងៃយើងរៀនតាណាបាណាសតិមួយហ្នឹងយើងគិតថាអាហ្នឹងក៏ប៉ុន្តែចុះកសិន10ទុកតណាតកតងទៅបច្ចៈខុទៅប្រសោតតាចេតោបរិញ្ញាណការកំណត់ដឹងចិត្តអ្នកដទៃនោះសុទ្ធតែវិជាតកតងអំពីអំណាចសិលសមាធិបញ្ញាទាំងអស់ញ៉ាំសូម្បីតែព្រះសាវកអគ្គសាវកឆ្វេងបកែខាងរិទ្ធលោកធួនខាងរិទ្ធអគ្គសាវកស្ដាំនឹងលោកខ្លាក់បញ្ញាណាព្រះសិរីបុត្រសួរហេតុអីចឹងបានព្រះអង្គបែងចែកអំពីសមថយានិកនិងវិបស្សនាយានិកចឹងយើងត្រូវស្គាល់ថាអ្វីទៅជាការបដិបត្តិបែបសមថយានិកហើយអ្នកបដិបត្តិសមថយានិកជួបស្អីខ្លះហើយកើតស្អីខ្លះធ្ងន់ទៅលើអីខ្លះហើយវិបស្សនាយានិកហ្នឹងជួបអីខ្លះធ្ងន់ទៅលើអីខ្លះអញ្ចឹងសម័យនេះបើយើងអត់បានប្រមូលផ្ដុំធៀបធោទាំងអស់ហ្នឹងឲ្យបានផ្គុំយល់អំពីត្រៃលក្ខណៈញាណតែមួយទេញោមចុងក្រោយយកព្រះធម៌ព្រះអង្គទៅច្បាំងគ្នាគ្មានទីបញ្ចប់ទេទាំងព្រះអង្គសម្ដែងធម៌នេះជាវិរិយកៈជាធម៌ប្រះចាកតម្រេកជាធម៌ធ្វើឲ្យដឹងច្បាស់នឹងធ្វើឲ្យមានសច្ចៈនិងភាពភ្លឺស្វាងកើតឡើងដើម្បីអស់ទៅសូន្យទៅនៅសេចក្តីព្យាបាទគ្នាតែពេលនេះគឺយើងយកពធព្រះអង្គនេះមកតាក់តែងសំណាក់មណ្ឌលរៀងខ្លួនមកតាក់តែងវណ្ណៈក្រុមរៀងខ្លួនហើយចូលច្បាំងគ្នាហ្មងមិនចេះចប់មិនចេះហើយដោយសារអីដោយសារតែការបដិបត្តិការសិក្សាការខ្សែគប់របស់ខ្លួននឹងមិនដល់ចំណុចរបស់ព្រះពុទ្ធអត់មានផ្ដាំយើងឲ្យយកប្រធរដើម្បីទៅជែកវាយគ្នារកកន្លែងដំណោះស្រាយមិនឃើញទេក្នុងធម៌ក្នុងវិន័យអ្នកប្រាជ្ញកាចារលោកបានចងក្រងទុកយើងសិក្សាឲ្យណាស់ឲ្យសម្បើមពេលនោះយើងយល់ពោយើងយល់ហើយតែសំខាន់ផុតគឺជំងឺតាំងខ្លួននេះអាចជំងឺតាំងខ្លួនអញតួអង្គនេះជំងឺតាំងខ្លួនអញតួអង្គនោះនៅក្នុងប្រសាសនានេះអត់មានការតាំងខ្លួនទេណាញោមត្រូវចាំអញ្ចឹងអ្នកដែលបានសិក្សាធម៌ត្រឹមត្រូវហើយមិនអាចទៅតាំងខ្លួនបានទេណាអញ្ចឹងវានាំទៅច្បុកច្បល់នៅក្នុងពុទ្ធសាសនាវានាំទៅច្បុកច្បល់ក្នុងសាសនាជាតិយើងនេះទេណាមានអ្វីល្អក៏ចែករំលែកទៅកុំតាំងខ្លួនដើម្បីឲ្យគេគោរពកុំតាំងខ្លួនដើម្បីឲ្យបានលៀបសក្ការៈកុំតាំងខ្លួនដើម្បីថាធ្វើជាអ្នកត្រាស់ដឹងពាក្យកដាសាសនានេះពុទ្ធសាសនា5000នៅតែមានធម៌មានវិន័យមានព្រះឱវាទគ្រាន់តែយើងសិក្សាកន្លែងណាបានល្អយើងចែករំលែកគ្នាទៅហើយយើងផ្គុំគ្នាយើងដាក់ចិត្តផ្គុំចូលរួមផ្គុំគ្នាវិញព្រោះអត់មានណាសិក្សាអស់ទេបើមានណាសិក្សាថាតែឯងចេះដឹងអស់ហើយអាហ្នឹងយើងពិបាកនិយាយគ្នាហើយវាទៅជាដូចពាក្យចាស់ថាធម្មមឹកទាំង8ទិសណាចុងក្រោយចូលមកសំណាក់សាសនាសិក្សាធម៌ពុទ្ធសោះយកធម៌ទៅបង្កើតក្រុមឲ្យតាំងខ្លួនអញ្ចឹងនិយាយធម៌អត់ចូលគ្នាណាព្រះអង្គថាឲ្យលះហើយយើងមិនលះយើងទៅតាក់តែងច្រើនពេកទៅវាជាប់ជាពាក់អារម្មណ៍តណ្ហារាគៈខ្លួនឯងទៅវាច្បោកច្បល់លើសដើមអញ្ចឹងសូមឲ្យអ្វីបានល្អប្រសើរបើកចិត្តទលាសិក្សា